ទន្ទឹមនឹងក្រសួងមុខងារសាធារណៈកំពុងដើរតួនាទីជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែតម្រង់រដ្ឋបាលសាធារណៈហៅកាត់ថា Covero ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនៅជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធគ្រឹះស្ថានសិក្សាសាធារណៈអង្គភាពសុខាភិបាលមូលដ្ឋាននិងក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិគឺជាបេសកកម្មសំខាន់មួយទៀតរបស់ក្រសួងមុខងារសាធារណៈដែលបាននឹងកំពុងអនុវត្តក្រោយពីទទួលបានសារាចររបស់រដ្ឋាភិបាលណែនាំឲ្យធ្វើជំរឿនមន្ត្រីជាក់ស្ដែងគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនៅជំរឿនមន្ត្រីជាក់ស្ដែងបានចុះធ្វើបច្ចុប្បន្នភាពនៅជំរឿនមន្ត្រីជាក់ស្ដែងនៅទីស្តីការក្រសួងមុខងារសាធារណៈដោយមានមន្ត្រីមានវត្តមានក្នុងអំឡុងពេលនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនេះការរំពឹងទុកនៃការអនុវត្តនៃជំរឿនទី1គឺយើងចង់បាននៅទិន្នន័យមួយដែលច្បាស់លាស់ដែលមានការឯកភាពគ្នាហើយនឹងប្រើប្រាស់រួមគ្នាតែម្ដងក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈរបស់យើងទី2ប្រកាសណាស់គឺជាការគ្រប់គ្រងឲ្យរឹតតែច្បាស់លាស់បន្ថែមទៅលើរចនាសម្ព័ន្ធបច្ចុប្បន្នក៏ដូចជាមន្ត្រីដែលបំពេញភារកិច្ចជាក់ស្ដែងនៅតាមគោលដៅនីមួយៗចេញពីមូលដ្ឋាននៃទិន្នន័យទាំងអស់នេះការរៀបចំផែនការក្របខ័ណ្ឌផែនការមន្ត្រីផែនការជ្រើសរើសមន្ត្រីការបណ្ដុះបណ្ដាលបង្កើននិងលើកដង្កើងសមត្ថភាពរបស់មន្ត្រីគូផ្សំនឹងការពង្រីកមន្ត្រីគឺសិតតែជាមូលដ្ឋានដែលអាចនឹងចេញមកពីការវិភាគនិងចេញមកពីទិន្នន័យដែលមានភាពច្បាស់លាស់ទាំងអស់នេះកន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានធ្វើជំរឿនមន្ត្រី3ដងរួចមកហើយដោយលើកទី1ក្នុងឆ្នាំ1995លើកទី2ឆ្នាំ1999ដល់ឆ្នាំ2001និងលើកទី3នៅឆ្នាំ2010ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីនៅពេលនេះគឺជាការអនុវត្តការងារសំខាន់មួយជំរុញគាំទ្រដល់ការកែតម្រង់រដ្ឋបាលសាធារណៈស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងយើងបានផ្ដោតជា2ផ្នែកធំៗទី1គឺមុននឹងចុះជំរឿនគឺការបំពេញទៀងទាត់និងបំពេញទិន្នន័យជាក់ស្ដែងរបស់មន្ត្រីក្នុងប្រព័ន្ធជំរឿនបន្ទាប់ពីនោះហើយចំណុចទី2គឺការចុះជំរឿននិងសហការការរៀបចំការចុះជំរឿនរបស់មន្ត្រីជាក់ស្ដែងរបស់យើងក្នុងនោះការងារទី1ដែលយើងធ្វើគឺបង្កើតក្រុមការងារនឹងហើយក្រុមការងារយើងមានសមាជិក52រូបក្នុងនោះយើងបានបែងចែកជា6ក្រុមការងារនិងមានអគ្គលេខាធិការដ្ឋានជាមួយនឹងនាយកដ្ឋានបុគ្គលិកជាអ្នកសម្របសម្រួលការងាររួមជាការងារស្នូលការសម្របសម្រួលគ្រប់អង្គភាពពាក់ព័ន្ធការងារទី2គឺការងារប្រមូលឯកសារបកថាយន្តពាក់ព័ន្ធបន្ទាប់ពីបានប្រមូលឯកសារនឹងហើយក៏យើងបានរៀបចំវគ្គបណ្ដុះបណ្ដាលយើងអាចបែងចែកជា2ប្រដាលទី1ប្រដាលក្រុមការងារដែលជាក្រុមការងារជំរឿនដែលមាន52រូបនៃក្រុមការងាររបស់ក្រសួងមុខងារសាធារណៈប្រដាលទី2គឺប្រដាលនៃអ្វីដែលជាប្រធានអង្គភាពមានអគ្គនាយកក៏ដូចជាប្រធាននាយកដ្ឋានដើម្បីឲ្យគាត់យល់ច្បាស់ពីបច្ចេកទេសពីប្រព័ន្ធជំរឿនពីការនីតិវិធីរបៀបការងារប៉ុន្តែលើសពីនោះឲ្យគាត់បានស្វែងយល់ពីបុព្វហេតុនិងគោលគំនិតនៃការជំរឿនបន្ទាប់ពីយើងបណ្ដុះបណ្ដាលចប់គឺយើងត្រូវគិតគូរពាក់ព័ន្ធទៅលើការប្រជុំនិងសហការជាមួយគណៈកម្មការអញ្ចឹងយើងបានប្រជុំជាមួយគណៈកម្មការយ៉ាងម៉ត់ចត់យ៉ាងជាប្រចាំបន្ទាប់ពីហ្នឹងគឺយើងបានទទួលសេចក្តីជូនដំណឹងអញ្ចឹងយើងបានសេចក្តីជូនដំណឹងពីគណៈកម្មការដើម្បីទប់នៃការកុំឲ្យបំរែបំរួលស្ថានភាពមន្ត្រីរាជការក៏ដូចជាការសេចក្តីជូនដំណឹងដើម្បីឲ្យដឹងខ្លួនថាពេលណាមានជាពេលថ្ងៃចុះជំរឿនដើម្បីឲ្យមន្ត្រីបានត្រៀមខ្លួនរួចជាស្រេចក្នុងការមានបេសកកម្មជាដើមហ្នឹងគឺត្រៀមរៀបខ្លួនដើម្បីឲ្យមកចុះបានមានពេលចុះជំរឿនផ្ទាល់បន្ទាប់ពីហ្នឹងហើយគឺទាំងប្រធាននាយកដ្ឋានទាំងអគ្គនាយកទាំងមន្ត្រីជាក់ស្ដែងខ្លួនឯងមានថាត្រូវការមើលព័ត៌មានរបស់ខ្លួនប្រភេទអង្គភាពត្រូវការបញ្ជាក់ជាមួយមន្ត្រីសម្បីមន្ត្រីដើម្បីបញ្ជាក់ព័ត៌មានខ្លួនឯងឲ្យបានច្បាស់លាស់មុននឹងប្រធានអង្គភាពអនុម័តក្នុងប្រព័ន្ធអញ្ចឹងប្រធាននាយកដ្ឋានក៏អនុម័តអគ្គនាយកក៏បានអនុម័តខ្ញុំបាទក្នុងនាយកប្រធានក្រុមការងារជំរឿននៅក្រសួងមុខងារក៏បានអនុម័តជាមួយគណៈកម្មការមុននឹងយើងអនុម័តជារួមរាយការណ៍គ្រប់រាយការណ៍ជូនអាយបបរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដើម្បីអនុម័តជាទិន្នន័យរួមដើម្បីជាទិន្នន័យជាក់ស្ដែងដើម្បីយកមកចុះថ្ងៃជំរឿនបន្ទាប់ពីនោះថ្ងៃជំរឿនផ្ទាល់គឺយើងអនុវត្តការងារជំរឿនរបស់យើងការជំរឿនគឺប្រមូលទិន្នន័យនិងចំនួនរបស់មន្ត្រីរាជការហើយទីតាំងរបស់មន្ត្រីរាជការអញ្ចឹងជៀសវាងការឈ្មោះមន្ត្រីនៅទីតាំងផ្សេងហើយទៅបំពេញការងារនៅអង្គភាពផ្សេងហើយមួយវិញទៀតការធ្វើជំរឿនគឺប្រើប្រព័ន្ធ Digital ទំនើបដែលតម្រូវឲ្យមន្ត្រីទាំងអស់ត្រូវតែមកធ្វើជំរឿននៅទីតាំងផ្ទាល់ជាប់ជាមួយនឹង
អត្តសញ្ញាណប័ណ្ណដើម្បីឲ្យក្រុមការងារជំរឿនគាត់ scan ជាមួយនឹងមុខគាត់ហើយនឹងអត្តសញ្ញាណប័ណ្ណជាមួយនឹងខ្សៅដៃដើម្បីបញ្ជាក់ថាព័ត៌មានទាំងអស់ពិតជាត្រឹមត្រូវពិតមែនដែលការធ្វើជំរឿននេះបានបង្ហាញឲ្យឃើញថាវាពិតជាមានប្រសិទ្ធភាពក៏ដូចជាអាចទុកចិត្តបានមិនថាខ្ញុំមិនថាមន្ត្រីដតីទៀតប្រកាសណាមើលឃើញអំពីក្តីបារម្ភមិនបានមានក្តីបារម្ភន័យថាចេះតែគិតថាតើការធ្វើជំរឿននេះតើវាអាចជះឥទ្ធិពលអ្វីខ្លះដល់មន្ត្រីរាជការស៊ីវិលមែនតើទៅដោយអ្វីដែលយើងបានឃើញស្រាប់ហើយអ្វីដែលក្រសួងមុខងារសាធារណៈបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយមែនទែនគឺការធ្វើជំរឿននេះមិនបានធ្វើឲ្យផលប៉ះពាល់ជះឥទ្ធិពលអ្វីដល់មន្ត្រីរាជការក៏ដូចជាការបម្រើសេវាដល់សាធារណជនក៏ដូចជាសេវាសាធារណៈទេអ្វីដែលសំខាន់គឺមិនធ្វើឲ្យមានការក្តីបារម្ភក៏ដូចជាការវះកាត់ឬក៏ការដាក់វិន័យនៅអ្វីដល់មន្ត្រីរាជការរបស់យើងទេលើសពីនេះទៅទៀតគឺជំរឿនយើងគិតថាប្រហែលជាមាននីតិវិធីវែងឆ្ងាយជាក់ស្ដែងខ្លួនខ្ញុំផ្ទាល់គឺចំណាយពេលប្រហែលជា2ទៅ3នាទីយ៉ាងច្រើនបំផុតគឺចប់នីតិវិធីនៃការធ្វើជំរឿននេះតែម្ដងការធ្វើជំរឿនមន្ត្រីនៅក្រសួងមុខងារសាធារណៈមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នទាំង31ក្នុងគោលបំណងអង្កេតផងនិងធ្វើជាសាក្សីនៅក្នុងដំណើរការនៃការធ្វើជំរឿនជាក់ស្ដែងផងហើយក៏ដើម្បីទទួលបានបទពិសោធន៍ជាក់ស្ដែងសម្រាប់ការត្រៀមខ្លួនចូលរួមគាំទ្រដល់ដំណើរការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមក្រសួងស្ថាប័នរបស់ខ្លួនផ្ទាល់ផងដែរសូមឲ្យតម្លៃខ្ពស់ចំពោះក្រសួងសម័យផងដែរបាទក្នុងករណីនេះក្រសួងមុខងារសាធារណៈដែលបានសហការគ្នាដ៏ល្អបាទតាំងពីមុនជំរឿនយើងដឹងហើយតាំងពីកំណត់ទីតាំងដែលត្រូវធ្វើជំរឿនដែលឃើញថាទីតាំងធំល្អបាទដែលបានកំណត់លំហូរនៃការធ្វើជំរឿនជៀសវាងនៃការកកស្ទះជៀសវាងនៃការរំខាននៃដំណើរការរបស់ក្រសួងហើយក៏ដូចជាបានកំណត់ជាកាយវិភាគបាទចំពោះដោយសារថាមន្ត្រីខ្លះក៏រវល់ឧទាហរណ៍ថ្ងៃ11អញ្ចឹងយើងបានដាក់គាត់មកធ្វើជំរឿនថ្ងៃ12បាទមន្ត្រីថ្នាក់ដឹកនាំរវល់ថ្ងៃ12បានមកធ្វើជំរឿនថ្ងៃទី11បាទហើយយើងមកឯកភាពគ្នាទុកថ្ងៃចុងក្រោយថ្ងៃទី13ករណីណាដែលមានការចាំបាច់ថ្នាក់ដឹកនាំឬក៏មន្ត្រីអាចមកជំរឿនថ្ងៃទី13ព្រឹកតែម្ដងចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍ខ្លាំងគឺភាពច្បាស់លាស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីដែលបានមកធ្វើជំរឿនបាទទី1ទៀងទាត់ម៉ោងបាទយើងបើកតែម៉ោង7កន្លះព្រឹកសូមបញ្ជាក់ថ្ងៃដំបូងគឺថាអាណបញ្ញរដ្ឋមន្ត្រីបានផ្ដល់វត្តមានទាំងពីម៉ោង7:20នាទីបាទបានមករងចាំមុនតែម្ដងហើយគឺថាម៉ោង7កន្លះទៀងម៉ោងតែម្ដងបានធ្វើជំរឿនបាទដូចមន្ត្រីទាំងអស់គ្នាផងដែរបានអនុវត្តតាមកាយវិភាគដែលយើងបានកំណត់ទុកបាទលើសពីនេះទៀតខ្ញុំកត់សរសើរមែនទែនចំពោះគ្រប់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ដែលបានមកធ្វើជំរឿនដោយមានឯកសារពេញលេញការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនឹងផ្ដល់លទ្ធផលសំខាន់ជូនដល់រាជរដ្ឋាភិបាលលើការងារគ្រប់គ្រងទិន្នន័យរបស់មន្ត្រីតាមប្រព័ន្ធ Digital ដោយសាស្ត្រភាពសុខភាពនិងឯកភាពគ្នាក្រោមប្រព័ន្ធរួមតែមួយឈានទៅដល់ការដោះស្រាយបញ្ហាលើកនិងខ្វះរបស់មន្ត្រីនៅតាមក្រសួងស្ថាប័នអង្គភាពការពង្រាយមន្ត្រីនិងការគ្រប់គ្រងដល់ការគ្រប់គ្រងអភិវឌ្ឍមូលធនមនុស្សនៅក្នុងរដ្ឋបាលសាធារណៈទី1ខ្ញុំគិតថាចាប់ដើមពី mindset នៃការផ្ដល់អត្ថប្រយោជន៍ទៅដល់ការងារជំរឿនអញ្ចឹងខ្ញុំពិតជាសប្បាយចិត្តពេលដែលឃើញក្រសួងស្ថាប័នទាំង31មកដោយឆន្ទៈហើយមកសួរសំណួរលើសត្រឹមតែពីបទពិសោធន៍របស់ក្រសួងមុខងារសាធារណៈចូលដល់គណៈកម្មការងាររបស់គណៈកម្មការទៀតអញ្ចឹងជាការចាប់អារម្មណ៍ជាការផ្ដល់អត្ថប្រយោជន៍គឺមានរួចជាស្រេចហើយខ្ញុំពិតជាសប្បាយចិត្តហើយពោពេញដល់ពេញចិត្តដោយការចែករំលែកបទពិសោធន៍ដែលបានទទួលបានហើយបានចែករំលែកទី2ខ្ញុំគិតថាក្រសួងស្ថាប័នត្រូវរៀបចំជាក្រុមការងារហើយចែកជាជនការងារជនបង្គោលជាក់លាក់ដើម្បីពីគណៈកម្មការទៅពីក្រសួងសម័យគឺអាចថាជាមានចរន្តច្បាស់លាស់ក្នុងការផ្ដល់ព័ត៌មានក្នុងការទទួលព័ត៌មានក្នុងការសហការគ្នាបន្ទាប់មកទៀតខ្ញុំគិតថាការត្រៀមឯកសារដូចជាបានលើកឡើងទាំងបទកថាគតិយុត្តផ្សេងៗទាំងរាជក្រមប្រជាក្រិតអនុក្រឹតសេរីប្រកាសទាំងអង្គការលេខទាំងស្ថិតិទាំងអ្វីផ្សេងៗទៅស្ថានភាពមន្ត្រីទាំងអស់ដើម្បីឲ្យដឹងពីអ្វីដែលភាពជាក់ស្ដែងរបស់មន្ត្រីព្រោះការជំរឿនលើកនេះគឺយើងចង់ឲ្យដឹងថាអ្វីទៅជាស្ថានភាពជាក់ស្ដែងនិងរចនាសម្ព័ន្ធជាក់ស្ដែងរបស់មន្ត្រីក្នុងក្រសួងស្ថាប័នរបស់យើងដើម្បីយើងដឹងពីស្ថានភាពសុខភាពនេះហើយដើម្បីយើងដោះបញ្ហារួមគ្នាដើម្បីបង្កើនសុខភាពក្រសួងស្ថាប័នរបស់យើងតាមរយៈរដ្ឋបាលសាធារណៈរបស់យើងបន្ថែមទៀតផងដែរបន្តមកទៀតខ្ញុំគិតថាបន្ទាប់ពីមានរៀបចំឯកសារនឹងហើយចប់ខ្ញុំគិតថាការបន្តបណ្ដាលដើម្បីឲ្យគាត់យល់ពីបុព្វហេតុយល់ពីការងារយល់ពីគោលបំណងនៃការងារជំរឿនបន្ទាប់ពីគាត់យល់គាត់នឹងផ្ដល់ជាអត្ថប្រយោជន៍ផ្ដល់ពីការសារៈសំខាន់ទៅលើការងារហ្នឹងហើយ
បំពេញការងារដោយឆន្ទៈព្រោះការងារបំពេញទិន្នន័យពិតជាសំខាន់ណាស់ព្រោះថាបើយើងបំពេញទិន្នន័យដោយមិនបានយកចិត្តទុកដាក់វានាំឲ្យមិនបង្ហាញទៅអ្វីដែលជាស្ថានភាពជាក់ស្ដែងហើយពេលដែលមិនបង្ហាញអ្វីមិនស្ថានភាពជាក់ស្ដែងដំណោះស្រាយវាអាចមិនចំគោលដៅ 100% ដូច្នេះហើយវាមានសារៈសំខាន់ហើយមួយទៀតគឺថាការត្រៀមខ្លួនក្នុងការសហការជួយគណៈកម្មការគឺបើកចំហដោយឆន្ទៈនិងដំណាភាពដើម្បីឃើញពីស្ថានភាពជាក់ស្ដែងគឺទិន្នន័យជាក់ស្ដែងដើម្បីដោះស្រាយរួមគ្នា សម្រាប់ការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនាពេលនេះក្រុមការងារមន្ត្រីជំរឿននឹងចុះទៅតាមអង្គភាពគោលដៅនីមួយៗដោយផ្ទាល់ការចុះទៅដោយផ្ទាល់នេះត្រូវបានធានាថានឹងមិនមានការប៉ះពាល់ដល់ដំណើរការបំពេញការងារប្រចាំថ្ងៃរបស់មន្ត្រីឬដំណើរការផ្ដល់សេវាសាធារណៈរបស់អង្គភាពដែលជាគោលដៅនៃការធ្វើជំរឿននោះទេទិន្នន័យដែលបានមកពីការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនិងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការវិតម្លៃមូលធនមនុស្សនៅតាមក្រសួងស្ថាប័នអង្គភាពនីមួយៗការរៀបចំរចនាសម្ព័ន្ធក្រសួងស្ថាប័ននិងការពង្រាយមន្ត្រីឲ្យចាំគោលដៅការកែលម្អការជ្រើសរើសមន្ត្រីផ្អែកទៅលើតម្រូវការជាក់ស្ដែងការកែលម្អប្រព័ន្ធបើកផ្ដល់វិវត្តការរៀបចំប្រព័ន្ធលើកទឹកចិត្តគ្រប់គ្រងសមត្ថកម្មការងាររបស់មន្ត្រីការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងនិងការអភិវឌ្ឍមូលធនមនុស្សនៅក្នុងរដ្ឋបាលសាធារណៈដំណើរការនៃការធ្វើជំរឿននេះមិនមែនជាដំណើរការនៃការអនុវត្តនៃការវះកាត់រកកំហុសរបស់មន្ត្រីដែលអាចឈានទៅដល់ការដាក់វិន័យឬក៏ការវះកាត់ណាមួយនោះទេអ្វីដែលយើងអនុវត្តធ្វើនៅពេលបច្ចុប្បន្នគឺធ្វើយ៉ាងណាទិន្នន័យដែលយើងមាននៅក្នុងប្រព័ន្ធទៅផ្ទៀងផ្ទាត់ជាក់ស្ដែងទៅលើអ្វីដែលរចនាសម្ព័ន្ធនិងមន្ត្រីដែលកំពុងតែបំពេញភារកិច្ចជាក់ស្ដែងតែម្ដងមិនមានការប្រែប្រួលទៅលើអ្វីដែលជាទិន្នន័យមួយណាទេអញ្ចឹងគឺក្នុងចំណុចនេះគឺសូមជំរាបជូនទៅដល់មន្ត្រីរាជការស៊ីវិលរបស់យើងទាំងអស់នៅគ្រប់គោលដៅសូមឲ្យមានការចូលរួមទាំងអស់គ្នាសូមកុំឲ្យមានការព្រួយបារម្ភ